ខ្ញុំក៏សូមអរគុណដល់បងអូនស្រីដែលគាត់នៅខាងកំពង់ចាមដែលគាត់បានខមមិននៅក្នុង TikTok របស់ខ្ញុំគាត់ថាបងសាប៊ូរបស់បងមានក្លិនក្រអូបឈ្ងុយគាត់ចូលចិត្តសាប៊ូរបស់ខ្ញុំគឺបើនិយាយរួមទៅគឺខ្ញុំផ្សំចេញពីបន្លែផ្លែឈើក៏ដូចជាគ្រាប់ធញ្ញជាតិមួយចំនួនហើយដែលក្លិនជាពិសេសនោះគឺក្លិនផ្កាម្លិះដែលខ្ញុំផ្សំចេញពីប្រេងក្លិនផ្កាម្លិះតែម្ដងណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលគាត់អត់ទាន់បានសាកល្បងគាត់អាចសាកល្បងបានជាមួយនឹងសាប៊ូបន្លែរបស់ខ្ញុំគឺខ្ញុំផ្សំចេញពីបន្លែដែលមាននៅក្នុងជុំវិញផ្ទះខ្ញុំតែម្ដងបងប្អូនបើនិយាយរួមគឺมันមានសារជាតិគីមីឬបកកាត់អីទេដោយសារតែបន្លែរបស់ខ្ញុំដាំដោយខ្លួនខ្ញុំផ្ទាល់ហើយខ្ញុំគិតថាបើសិនជាថ្ងៃណាដែលបន្លែរបស់ខ្ញុំអត់មានក៏ខ្ញុំអត់ផលិតជាសាប៊ូនឹងឡើងមកដែរចឹងសម្រាប់បងប្អូនដែលមិនទាន់បានសាកល្បងបងប្អូនអាចសាកបានដោយសារតែសាប៊ូរបស់ខ្ញុំគឺបានយកចូលទៅត្រួតពិនិត្យនៅឡាបូផងដែរដោយគាត់ខាងឡាបូគាត់បានបញ្ជាក់ថាសាប៊ូរបស់ខ្ញុំគឺអាចដាក់ប្រើប្រាស់បានដោយសារតែខ្ញុំមិនមានប្រើសារជាតិគីមីបកកាត់អីទាំងអស់ណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាមុខមុនមុខជាំមុខស្អាប់មុខកន្ទួលមុខរមាស់ឬក៏ដងខ្លួនក៏អាចប្រើបានដែរបងប្អូនហើយជាពិសេសអ្នកមានបញ្ហាអាចរុយគឺមិនធានាបាត់ 100% ទេក៏ប៉ុន្តែវានឹងធូរស្រាលបន្តិចម្ដងណាអញ្ចឹងបងប្អូនដែលអត់ទាន់បានសាកប្រើប្រាស់គឺបងប្អូនអាចសាកប្រើប្រាស់បានតម្លៃគឺធូរថ្លៃមែនតែនសម្រាប់បងប្អូនដែលមានបញ្ហាអស់ទាំងនឹងដែលខ្ញុំនិយាយរាប់គឺអាចសាកបងប្រើបានអរគុណច្រើន